ម្សិលមិញហ្នឹងពេលល្ងាចឃើញបងប្អូនជនជាតិអ៊ីស្លាមក៏ដើរលក់ត្រីធម្មជាតិស្រស់ៗល្អម៉ាខ្ញុំគាត់ឃើញអញ្ចឹងគាត់ក៏ទិញព្រោះគាត់ចង់ហូបត្រីអាំងដល់ខ្ញុំងាកទៅកញ្ច្រែងគេឃើញមានត្រីផ្ទក់ស្រស់ៗធ្វើឲ្យនឹកឃើញដល់សាឡូបហានំបញ្ចុកភ្លាមអញ្ចឹងហើយទិញត្រីហ្នឹងមកស្ងោរទុកសាឡូបហារឿងហូបនំបញ្ចុកសាឡូខ្មែរអីនេះសំខាន់ជាងគេគឺលបោយខ្ញុំចូលចិត្តណាស់ញ៉ាំលបោយហើយបើបានបន្លែកាន់តែច្រើនមុខទៀតរសជាតិនំបញ្ចុកយើងបន្ថែមជាមួយនឹងបន្លែកាន់តែឆ្ងាញ់ហើយនំបញ្ចុកសាឡូខ្មែរត្រូវជាមួយបន្លែច្រើនមុខណានេះខ្ញុំរកទាំងបានគ្រប់មុខផងដោយសារវារៀងល្ងាចដែរស្ដាយត្រង់ថាខ្ញុំរកបានត្រួយកធុំថេតត្រូវជាមួយសាឡូបហាខ្មែរណាផ្កាស្នោវិញក៏ឆ្ងាញ់ដែរតែបន្លែថ្ងៃនេះខ្ញុំមានតែតសក់សណ្តែកគួរស្ពៃក្តោបពពាយហើយនឹងរបស់ដែលសំខាន់ជាងគេនោះគឺតយងចេកបន្ទាប់ពីចិត្តបន្លែទាំងអស់នឹងរួចរាល់អស់ហើយចាប់ផ្ដើមទៅធ្វើសាឡយើងដើម្បីបុកគ្រឿងខ្ញុំហាន់ស្លឹកគ្រៃហើយនឹងបុកល្មៀតឲ្យរួចដល់ត្រីស្ងោរនេះស្ងោរតាំងពីថ្ងៃមុនរួចហើយអញ្ចឹងគ្រាន់តែយកវាមកបកយកសាច់ហើយឆ្អឹងឆ្កឹះចេញទៅទុកសាច់នឹងបុកជាមួយនឹងគ្រឿងយើងភាគច្រើនឥឡូវគីឡូសាឡូបហាគេដាក់លេខខ្ជីអីដែរតែខ្ញុំអត់ដាក់ទេខ្ញុំដាក់តែគ្រឿងធម្មតាជាមួយនឹងត្រីនឹងបើនិយាយពីនំបញ្ចុកវិញខ្ញុំទិញនំបញ្ចុកអមក្បែរផ្ទះគាត់ធ្វើចឹងហើយនំបញ្ចុកនេះស្រស់គាត់ធ្វើឲ្យថ្មីហ្មងខ្ញុំមកកាលនៅក្មេងឲ្យតែឃើញគេអង្គុយហូបនំបញ្ចុកអញ្ចឹងខ្ញុំចង់ទៅឡើងអង្គុយដែរទេចូលចិត្តមើលគាត់ហូបអញ្ចឹងតែទិញនំបញ្ចុករួចមកផ្ទះវិញចាប់ផ្ដើមបុកគ្រឿងយើងគ្រឿងខ្ញុំដាក់ល្ក្រៃជាមួយល្មៀតបុកវាឲ្យម៉ត់ហើយបានខ្ញុំដាក់ខ្ទឹមសចូលខ្ទឹមសខ្ញុំច្រាមរួចដែរអញ្ចឹងហើយបុកទៅឆាប់ម៉ត់ល្អមើលទៅបុកវារៀងម៉ត់ហើយចាក់សាច់ត្រីយើងបេះមិញហ្នឹងចូលហើយបុកសាច់ត្រីនឹងម្ដងបុកត្រីហើយនឹងគ្រឿងនោះឲ្យសព្វសាច់ទៅហើយយើងទុកវាមួយឡែកសិនពេលដែលទឹកក្តៅយើងពុះហើយយើងជុំប្រហុកហើយលោតដាក់ប្រហុកបានឆ្ងាញ់ខ្ញុំថាដាក់ប្រហុកឆ្ងាញ់ជាងដាក់ទឹកត្រីរួចខ្ញុំចាក់ខ្ទិះដូងចូលនឹងខ្ទិះដូងខ្ញុំចាក់ប្រហែលជិតមួយដបអាកន្លះលីត្រក្នុងនឹងវាមានខ្ទិះដើមរៀងច្រើនដែរអញ្ចឹងខ្ញុំដាក់តែប៉ុណ្្នឹងទៅគ្រប់គ្រាន់ហើយចាក់ទឹកក្តៅនឹងចូលត្បាល់ទៅហើយជ្រុំវាឲ្យសព្វសាច់ហើយបានខ្ញុំដួសគ្រឿងពីត្បាល់យកមកដាក់ក្នុងឆ្នាំងវិញកំឡុងពេលនឹងផងដែរថែមអំបិលជិត1ស្លាបព្រាប៊ីចេងកន្លះស្លាបព្រាហើយស្ករសកន្លះស្លាបព្រាមួយវិញទៀតទឹកត្រីស្ងោរនឹងខ្ញុំចាក់ចូលដែរខ្ញុំពេលនឹងប៊ីភ្លេចទឹកត្រីស្ងោរនឹងបន្ទាប់ពីពុះហើយសម្លយើងក៏រួចរាល់មកចាប់នំបញ្ចុកញ៉ាំម្ដងអញ្ចឹងខ្ញុំជួយចិត្តញ៉ាំនំបញ្ចុកដាក់បន្លែឲ្យច្រើនដាក់លបោយវាឲ្យកាន់តែច្រើននំបញ្ចុកខ្ញុំហូបបន្តិចទេដល់ពេលលបោយខ្ញុំដាក់ច្រើនជាងនំបញ្ចុកទៀតរួចយកវាទៅស្រូបទឹកសាឡហើយទឹកសាឡខ្ញុំជួយចិត្តហត់ហើយពេលខ្ញុំញ៉ាំនំបញ្ចុកអីអញ្ចឹងខ្ញុំដាក់វារៀងច្រើនដែរអ្នកខ្លះគេដាក់តែម្សៅនំបញ្ចុកឲ្យខ្ញុំដាក់មហត់ទឹកទៀតហើយដូចម៉ាខ្ញុំមួយចានដែរបើម៉ាខ្ញុំវិញខ្ញុំដាក់លបោយទៅបន្តិចទេពួកឯគាត់អត់សូវហូបទេវារឹងឥឡូវគាត់ចាស់ហើយពិបាកតាពីដល់នំបញ្ចុកខ្ញុំដាក់ច្រើនហើយលបោយខ្ញុំដាក់បន្តិចផ្ទុយពីខ្ញុំរួចយកទៅស្រូបទឹកសាឡគាត់ក៏ចូលចិត្តញ៉ាំសាឡច្រើនដូចខ្ញុំដែរអញ្ចឹងទឹកសាឡខ្ញុំដាក់រៀងច្រើនដែរបានវាមានជាតិហើយយើងអាចញ៉ាំទឹកវាទៀតកាន់តែឆ្ងាញ់ដែរនំបញ្ចុករួចរាល់ស្រូបរួចរាល់តែមិនអាចខ្វះបានទេគឺម្ទេសកាន់តែឆ្ងាញ់ពេលយើងថែមវាទៅ